យៈខ្វាក់ភ្នែកបានយកចង្ក្រានមួយពីក្បែរសាកសពស្ត្រីនោះប្រោះធូលីមាសខ្លះចូលទៅក្នុងនោះហើយដោយមានការក្តាប់ស្រាគាត់បានបញ្ឆេះភ្លើងភ្លើងនៅពេលដែលគាត់បន្តសូត្រមន្តផ្សែងមាសបានរាលដាលហើយសត្វចម្លែកក្បាលឆ្កែបានលេចចេញមកយឺតគឺអានូប៊ីជាព្រះនៃសេចក្តីស្លាប់ដែលណែនាំព្រលឹងអានូប៊ីដែលមានមុខដែកមិនបានបង្ហាញការគោរពចំពោះហូរុសឬបុរសទាំងពីរនាក់នោះទេហើយបានទាញព្រលឹងរបស់ឆាយាចេញដោយផ្ទាល់បន្ទាប់មកគាត់បានបើកទ្វារឋាននរកដោយរៀបចំនាំនាងទៅកាន់ពិភពក្រោមដីសម្រាប់ការជំនុំជម្រះដោយឃើញមិត្តស្រីរបស់គាត់ហៀបនឹងចូលទៅក្នុងពិភពក្រោមដីបេកមានការភ័យស្លន់ស្លោហើយចាប់ផ្ដើមអធិស្ឋានដល់អានូប៊ីដើម្បីអនុញ្ញាតឲ្យនាងកើតជាថ្មីក្នុងគ្រួសារល្អមួយទោះជាយ៉ាងណាក៏ដោយពិភពក្រោមដីមានច្បាប់អ្នកដែលគ្មានលុយមិនអាចចាប់កំណើតឡើងវិញបានទេហើយមិត្តស្រីរបស់គាត់កាលពីជាតិមុនរបស់នាងគ្រាន់តែជាទាសករដ៏រាបទាបដែលមិនអាចមានលទ្ធភាពសូកប៉ាន់ចៅក្រមនៅក្នុងឋាននរកបាននេះក៏ព្រោះតែពិភពក្រោមដីមានទ្វារចំនួន9ដែលទ្វារចុងក្រោយត្រូវបានការពារដោយក្រុមស្ដេចឋាននរកដែលលោភលន់និងខូខើស្តង់ដាររបស់ពួកគេសម្រាប់ការវិនិច្ឆ័យព្រលឹងមួយមិនមែនជាទង្វើល្អឬអាក្រក់ក្នុងជីវិតរបស់វានោះទេប៉ុន្តែជាភាពស្មោះត្រង់របស់វាបង្ហាញប៉ុណ្ណានៅលើអ៊ីនធឺណិតបន្ទាប់ពីស្លាប់ក្នុងចំណោមវត្ថុបញ្ចុះសពរបស់បុរសអ្នកមានម្នាក់មានស្លាប់នៃសេចក្តីពិតតែក្រោមការវិនិច្ឆ័យរបស់យ៉ាម៉ាស្ដេចនៃឋាននរកបានផ្ដល់ឱកាសឲ្យគាត់ចាប់កំណើតឡើងវិញប៉ុន្តែប្រសិនបើអ្វីមួយនៅលើអ៊ីនធឺណិតស្រាលដូចស្លាប់សត្វសូម្បីតែតិចជាងស្លាប់សត្វមួយក៏ដោយយោងទៅតាមច្បាប់ដែលបានបង្កើតឡើងដោយព្រះវាលខ្សាច់បន្ទាប់ពីការដណ្ដើមអំណាចរបស់ទ្រង់ព្រលឹងបែបនេះនឹងត្រូវបោះចូលទៅក្នុងឋាននរកកម្រិតទី20ដែលមិនអាចកើតជាថ្មីបានអ្នកក្រីក្រទូរគតបន្ទាប់ពីស្លាប់មិនមានឱកាសក្លាយជាខ្មោចឡើយជាអកុសលអ្នកនៅរស់និងព្រលឹងមិនអាចទំនាក់ទំនងគ្នាបានទេដូច្នេះ Beck អាចមើលដោយអស់សង្ឃឹមនៅពេលដែល Anubis យក Zea ទៅឆ្ងាយពេលមកដល់ឋាននរកព្រលឹងរាប់ម៉ឺនអ្នកបានតម្រង់ជួរគ្នាដើម្បីឡើងទៅវិមានវិនិច្ឆ័យអ្នកដែលបានស្លាប់ទៅដឹងថានៅពេលដែលព្រលឹងមួយដើរឆ្លងកាត់ច្រកទ្វារនៃការកើតជាថ្មីគ្មានការវិលត្រឡប់មកវិញទេពេកអាចដាក់ក្តីសង្ឃឹមរបស់គាត់ទៅលើហូរុសដោយប្រគល់ភ្នែកអំណាចដែលត្រូវបានលួចមកវិញហើយទាមទារឲ្យគាត់ប្រើអំណាចដ៏ទេវភាពរបស់គាត់ដើម្បីប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញមិត្តស្រីរបស់គាត់គ្រូដែលបានចូលទៅក្នុងឋាននរកបានដាក់ភ្នែកអំណាចនៅក្នុងរន្ធរបស់វាដោយទទួលបានអំណាចដ៏ទេវភាពពាក់កណ្ដាលរបស់នាងមកវិញបន្ទាប់មកនាងបានប្រាប់ពេកថាមានតែតិចមួយអង្គប៉ុណ្ណោះដែលមានអំណាចដើម្បីនាំមនុស្សស្លាប់ឲ្យរស់ឡើងវិញទោះជាយ៉ាងណាក៏ដោយនៅតែមានឱកាសជួបជុំជាមួយមិត្តស្រីរបស់គាត់វិញទ្វារនៃការកើតជាថ្មីស្ថិតនៅលើកំពូលភ្នំមួយហើយវាត្រូវចំណាយពេល7ថ្ងៃសម្រាប់ព្រលឹងមួយដើម្បីទៅដល់កំពូលនៃការវិនិច្ឆ័យនិងទ្វារចុងក្រោយនៃការកើតជាថ្មីប៉ុន្តែប្រសិនបើគាត់អាចទទួលបានភ្នែកទេវភាពមួយទៀតរបស់គាត់វិញក្នុងរយៈពេល7ថ្ងៃស្ដារអំណាចទេវភាពទាំងអស់របស់គាត់ឡើងវិញកំចាត់ព្រះវាលខ្សាច់មុនពេលមិត្តស្រីរបស់គាត់ចូលទៅក្នុងទ្វារចុងក្រោយនៃជីវិតបរលោកនិងទទួលបានបល្ល័ង្ករបស់គាត់ជាស្ដេចនៃប្រទេសអេស៊ីបវិញនោះគាត់អាចដាក់ញើសទៅកាន់ពិភពក្រោមដីក្នុងនាមស្ដេចដើម្បីប្រោសមិត្តស្រីរបស់គាត់ឲ្យរស់ឡើងវិញដោយពិចារណាថា Horus គឺជាក្តីសង្ឃឹមតែមួយគត់របស់គាត់សម្រាប់ជួយសង្គ្រោះនាងគាត់ជឿថា Horus គឺជាក្តីសង្ឃឹមតែមួយគត់របស់គាត់ពេកសម្រាប់ចិត្តជួយ Horus យកភ្នែកម្ខាងទៀតរបស់គាត់មកវិញហើយ Horus សន្យាថានឹងជួយគាត់ជួយសង្គ្រោះប្រពន្ធរបស់គាត់ទន្ទឹមនឹងនេះមេតបក្បាលរឹងបានប្រាប់សេតដែលជាព្រះវាលខ្សាច់ថាចោរម្នាក់បានលួចភ្នែកនៃអំណាចដែលសេតបានដាក់ក្នុងរតនាគាររបស់គាត់ដើម្បីតាក់ទាញអ្នកដើរតាម Horus ឲ្យចូលទៅក្នុងអន្ទាក់ប៉ុន្តែវាត្រូវបានលួចដោយចោរម្នាក់សេតបានបញ្ជាឲ្យមនុស្សរបស់គាត់ចាប់ចោលភ្លាមប៉ុន្តែសេតមិនដឹងថាភ្នែកបានមកដល់រួចហើយពេសេតដែលជាមេដឹកនាំរបស់ Horus មានភ្នែកទេវភាពមួយទៀតដែលអាចទទួលបានមកវិញបានលុះត្រាតែកំចាត់វាបានដោយមានអំណាចទេវភាពបច្ចុប្បន្នត្រឹមតែពាក់កណ្ដាលរបស់ Horus នេះមិនអាចទៅរួចទេ Horus អាចស្វែងរកជំនួយពីជីតារបស់គាត់គឺព្រះអាទិត្យពីព្រោះដើម្បីកំចាត់ព្រះវាលខ្សាច់ពួកគេត្រូវតែប្រើទឹកដែលផ្ដល់ជីវិតពីយានអវកាសរបស់ព្រះអាទិត្យដើម្បីពន្លត់អំណាចដើមរបស់សេតគឺភ្លើងវាលខ្សាច់ដូច្នេះពួកគេបានឡើងដល់កំពូលភ្នំពិសិដ្ឋខ្ពស់បំផុតរបស់អេស៊ីបជាកន្លែងដែលទ្វារស្ថានសុក្រណមទៅដល់សកលលោកស្ថិតនៅដោយសារតែ Horus បានបាត់បង់ភ្នែកម្ខាងហើយមិនអាចប្រែរូបនិងហោះហើរបានទៀតទេគាត់អាចលុតជង្គង់នៅចំពោះមុខព្រះអាទិត្យហើយអធិស្ឋានដោយសូមឲ្យជីតារបស់គាត់ដែលជាព្រះអាទិត្យផ្ដល់អំណាចដល់គាត់ពិតណាស់បន្ទាប់ពីមួយសន្ទុះ Horus បានទទួលការឆ្លើយតបដោយប្រែរូបភ្លាមជាមួយនឹងអំណាចរបស់ព្រះអាទិត្យទៅជាអ្នកចម្បាំងបក្សីដែលមានស្លាបពណ៌មាសបន្ទាប់ពីទទួលបានអំណាចដ៏ទេវភាពមួយរយៈ Horus ដោយដឹកមនុស្សធម្មតាម្នាក់បានហោះឡើងលើមេឃតាមទិសដៅព្រះអាទិត្យទៅខាងលើពពកហើយបន្ទាប់ពីឆ្លងកាត់កាយបានឃើញកប៉ាល់អណ្តែតទឹកយានអវកាសដ៏ធំសម្បើមនៅក្នុងលំហអាកាសនោះគ្មាននរណាក្រៅពីយាននៃជីវិតរបស់ជីតារបស់ Horus គឺព្រះអាទិត្យរានោះទេព្រះអង្គបានការពារវាអស់រយៈពេលរាប់ម៉ឺនឆ្នាំមកហើយគ្រូដែលដឹកពេកបានចុះចតដោយផ្ទាល់នៅលើនាវាកម្ដៅនៅទីនេះមិនអាចទ្រាំទ្របានសម្រាប់មនុស្សលោក Horus បានព្រមានពេកភ្លាមឲ្យស្នាក់នៅក្នុងស្រមោលរបស់គាត់ឬគាត់នឹងដុតការរៀបចំមេរៀនរបស់គាត់ឲ្យคล้ายជាផេះដោយឃើញភាពឆ្លើយរបស់ Horus ពេកបានលុតជង្គង់ចុះជាមួយគាត់យ៉ាងលឿនប៉ុន្តែព្រះអាទិត្យមិនពេញចិត្តដែល Horus ហ៊ាននាំមនុស្សលោកមកលេងយានអវកាសរបស់គាត់ Horus ហៀបនឹងពន្យល់នៅពេលដែលព្រះអាទិត្យបានប្រាប់គាត់ឲ្យដើរចេញហើយកុំរើព្រោះគាត់មានរឿងសំខាន់ជាងនេះដែលត្រូវធ្វើជារៀងរាល់ថ្ងៃនៅពេលនេះព្រះអាទិត្យរវល់គ្រប់គ្រងកន្លងព្រះអាទិត្យដោយប្រើប្រាស់អំណាចរបស់វាដើម្បីបណ្ដេញសត្វចម្លែកដ៏ធំសម្បើមដែលមានឈ្មោះថា Chaos ចេញពីសកលលោកនិងការពារពិភពលោកដែលទ្រង់បានបង្កើតព្រះអាទិត្យបានណែនាំ Horus ឲ្យបោះមនុស្សចូលទៅក្នុងកន្លែងចក្របាលដើម្បីការពារពួកគេពីការដុតទាំងរស់ព្រះអាទិត្យដែលកាន់ព្រះអាទិត្យគ្រប់គ្រងការរះនិងលិចនៃព្រះអាទិត្យនៅទីនេះយើងអាចមើលឃើញថាផែនដីនៅក្នុងពិភពលោកនេះមានរាងសំប៉ែតការកំណត់ទេវកថានេះគឺគួរឲ្យចាប់អារម្មណ៍ណាស់រាល់ពេលដែលយកមកដល់សត្វចម្លែកដ៏ធំសម្
បំនៃ Charles វានឹងផ្ទុះចេញពីភាពងឹតហើយឈ្លានពានផែនដីដើម្បីការពារផែនដីពីការលេបត្របាក់ដោយវាព្រះនៃព្រះអាទិត្យបានបណ្ដេញយក្សដ៏ច្របូកច្របល់នោះម្ដងហើយម្ដងទៀតបន្ទាប់ពីបញ្ចប់ប្រតិបត្តិការរបស់គាត់ហូរុសបានទូគមនាគមន៍ត្រឡប់ទៅជំហៀងរបស់គាត់វិញដោយពន្យល់ថាគាត់មានបន្ទុកនៃការទទួលខុសត្រូវក្នុងការបណ្ដេញសត្វសាហាវ Charles Beast ហើយគ្មានថាមពលដើម្បីជ្រៀតជ្រែកក្នុងកិច្ចការរបស់មនុស្សទេទោះជាយ៉ាងណាក៏ដោយហូរុសនៅតែអង្វរហូរុសឲ្យជួយគាត់បំផ្លាញសេតដែលបានដណ្ដើមរាជបល្ល័ង្ករបស់គាត់សម្រាប់ឪពុករបស់គាត់និងបានបង្ហាញពីអំពើឃោរឃៅរបស់សេតប្រឆាំងនឹងប្រជាជនដល់ហូរុសទោះជាយ៉ាងណាក៏ដោយហូរុសនៅតែមិនរើបំរាស់ឡើយព្រោះគាត់បានដឹងរឿងនេះរួចហើយការសម្លាប់រង្គាលបងប្អូននិងការដណ្ដើមអំណាចរបស់សេតនៅក្នុងក្រសែភ្នែករបស់ព្រះអាទិត្យមានន័យថាទាំងមនុស្សនិងព្រះគួរតែចុះចូលនឹងភាពមិនប្រាកដប្រជានៃវាសនាដូច្នេះគាត់នឹងមិនជ្រៀតជ្រែកឡើយថែមទាំងផ្ដល់ជំនួយទៀតផងលើសពីនេះដូចដែលអ្នកបានឃើញហើយសត្វសាហាវឃោរឃៅគឺគួរឲ្យខ្លាចជាងសេតទៅទៀតហើយក្រៅពីនេះព្រះវាលខ្សាច់ក៏ជាកូនប្រុសរបស់គាត់ដែរស្មើនឹងសត្វទាំងអស់ដែលគាត់បានបង្កើតទាំងពីរសុទ្ធតែជាសាច់ឈាមរបស់គាត់ហើយគាត់មិនចង់ជ្រៀតជ្រែកដោយបង្ខំនោះទេតាមទស្សនៈរបស់គាត់រឿងជីវិតរមែងស្លាប់ត្រូវតែដោះស្រាយដោយខ្លួនឯងហើយមិនឃើញមានសង្ឃឹមក្នុងការស្វែងរកជំនួយទេដោយគ្មានជំរឿផ្សេងទៀតហូរុសបានទទួលដបទឹកជីវិតមួយដើម្បីពន្លត់ភ្លើងវាលខ្សាច់ដោយសង្ឃឹមថានឹងធ្វើឲ្យប្រភពអំណាចរបស់សេតចុះខ្សោយទោះជាយ៉ាងណាក៏ដោយមុនពេលហូរុសចាក់ចេញហូរុសក៏ចង់ខ្ចីអំណាចដល់ទេវភាពរបស់ជីតារបស់គាត់មួយចំនួនផងដែរដោយសង្ឃឹមថាជីតារបស់គាត់នឹងផ្ដល់កម្លាំងខ្លះដល់គាត់ដើម្បីផ្ដួលរំលំការគ្រប់គ្រងផ្ដាច់ការរបស់សេតដោយផ្ទាល់ប៉ុន្តែព្រះអាទិត្យជឿថារឿងទាំងនេះគ្រាន់តែជារឿងខាងក្រៅប៉ុណ្ណោះដើម្បីកម្ចាត់សេតនិងហូរុសមនុស្សម្នាក់ត្រូវតែបោះបង់ចោលធម្មជាតិឆ្មើងឆ្មៃរបស់ពួកគេហើយបន្ទន់ចិត្តពិតរបស់ពួកគេដើម្បីក្លាយជាមនុស្សរឹងមាំជាងមុនហូរុសធ្លាប់មានអារម្មណ៍ស្រួលពេកដែលនាំឲ្យគាត់វង្វេងគាត់ភ្លេចថាមនុស្សគ្រប់គ្នាប្រឈមមុខនឹងបញ្ហាប្រឈមក្នុងជីវិតហើយមានតែតាមរយៈការលំបាកប៉ុណ្ណោះទើបអាចទទួលបានកម្លាំងឡើងវិញបន្ទាប់មកហូរុសបាននាំបេកត្រឡប់ទៅផ្លូវដែលពួកគេមកប៉ុន្តែមុនពេលពួកគេអាចចុះចតដោយសុវត្ថិភាពពួកគេបានដួលកាប់មុខវាហាក់ដូចជាព្រះអាទិត្យបានដកហូតអំណាចដែលគាត់បានប្រគល់ឲ្យពួកគេមកវិញដំណើរដែលនៅសល់នឹងត្រូវបញ្ចប់ដោយខ្លួនឯងគ្រោះខ្លួនឯងមិនយល់ពីចេតនាល្អរបស់ជីតារបស់គាត់ទេបុរសឆ្មើងឆ្មៃនោះដោយគិតថាខ្លួនឯងមានឋានៈខ្ពង់ខ្ពស់បានបន្តបញ្ជាដោយក្រអឺតក្រទុំឲ្យប៉ីទៅយកទឹកប៉ុន្តែត្រូវបានប៉ីបដិសេធដោយសុភាពដោយឃើញការតស៊ូគាត់បានប្រើហិង្សាដោយបញ្ជូនវត្ថុធំមួយហោះទៅឆ្ងាយ100ម៉ែត្រដោយគ្មានជំរឿបិចក៏ដើរទៅយកទឹកដោយស្ដាប់បង្គាប់ប៉ុន្តែក្រោយពីចាក់ទឹកពេញដបគាត់កាន់តែខឹងខ្លាំងឡើងដោយស្ដោះទឹកវាភ្លាមនោះតានចាស់បានលេចមុខមកពីកន្លែងណាមួយហើយមុនពេលបិចអាចមានប្រតិកម្មគាត់ត្រូវបានគប់យ៉ាងខ្លាំងទៅលើថ្មវាគឺជាកងទ័ពក្បាលពេរបស់សេតដែលជាព្រះនៃវាលខ្សាច់មេទ័ពក្បាលពេបានចាប់ក៏របស់បេកលើកគាត់ឡើងហើយចាប់ផ្ដើមសួរចម្លើយគាត់អំពីទីតាំងនៃភ្នែកទេវភាពតាមបញ្ជារបស់ឧត្តមសេនីយ៍ Horus ទាហានក្បាលរឹងបានឡោមព័ទ្ធទៅមុខទោះបីជា Horus បានបាត់បង់ភ្នែកម្ខាងហើយអំណាចដ៏ទេវភាពរបស់គាត់មិនទាន់បានជាសះស្បើយពេញលេញក៏ដោយគាត់មានសមត្ថភាពច្រើនជាងក្នុងការដោះស្រាយជាមួយទាហានក្បាលរឹងហើយនឹងកម្ចាត់ពួកគេយ៉ាងងាយស្រួលក្នុងរយៈពេលដ៏ខ្លីទោះជាយ៉ាងណាក៏ដោយពួកគេបានមើលស្រាលសមត្ថភាពប្រយុទ្ធរបស់ Horus ដោយឃើញថា Horus មានភាពក្រអឺតក្រទុំពេកឧត្តមសេនីយ៍ Ramshead បានបណ្ដេញបេកចេញដោយចៃដន្យហើយត្រៀមខ្លួនប្រយុទ្ធជាមួយ Horus ចំនួន800គ្រាប់បន្ទាប់ពីបានដោះស្រាយជាមួយមេទ័ពក្បាលពេហើយ Horus បានប្រញាប់ប្រញោលទៅពិនិត្យមើលការរៀបចំជាសំណាងល្អបេកមិនមានរបួសអ្វីទេប៉ុន្តែគាត់មិននឹកស្មានថាគាត់នឹងធ្វេសប្រហែសយ៉ាងនេះទេមេទ័ពក្បាលពេមិនទាន់ស្លាប់ទេហើយភ្លាមនោះបានបើកការវាយប្រហារដោយលួចលាក់ពីក្រោយធ្វើឲ្យ Horus ភ្ញាក់ផ្អើលគាត់ត្រូវបានវាយឲ្យសន្លប់ហើយធ្លាក់ពីលើច្រាំងថ្មចោតក្នុងពេលដ៏អស់សង្ឃឹមមួយសន្ទុះពេកបានលោតចុះតាមគាត់ដោយមិនស្ទាក់ស្ទើរដោយព្យាយាមចាប់ហូរុសហើយស្រែកយ៉ាងខ្លាំងដើម្បីដាស់គាត់ពីសន្លប់ពួកគេបានលែងអាវុធរបស់ពួកគេយ៉ាងលឿនដើម្បីកាន់ជ្រុងច្រាំងថ្មចោតបុរសទាំងពីរនាក់នោះបានរួចផុតពីសេចក្តីស្លាប់នៅពេលដែលពួកគេឡើងលើច្រាំងដើម្បីសម្រាក Gross តាមរយៈភ្នែកនៃអំណាចបានឃើញថាមេទ័ពក្បាលរាមបានរួចជីវិតគាត់ដឹងថាសេតនឹងបញ្ជូនអ្នកប្រមាញ់ដ៏ល្អបំផុតរបស់គាត់ទៅបរបាញ់ពួកគេនៅក្នុងដំណើរដែលនៅសល់នៅពេលនេះសេតកំពុងប្រមូលផ្ដុំកម្លាំងទាំងអស់របស់គាត់ដើម្បីបង្ក្រាបអ្នកដែលប្រឆាំងនឹងគាត់ព្រះរបស់គាត់ចង់កម្ចាត់ពួកគេទាំងអស់ហើយព្រះដែលនៅសល់មួយចំនួនតូចដែលប្រឆាំងនឹងគាត់បានដកថយទៅកាន់ទីក្រុងនៃទេពធីតាអាណាព្យាបាលទេពធីតាអាណាព្យាបាលគឺជាអតីតភរិយារបស់សេតហើយក៏ជាមេដឹកនាំនៃព្រះប៉ះបោទាំងនោះផងដែររឿងនេះធ្វើឲ្យសេតខឹងយ៉ាងខ្លាំងគាត់បានបើកប្រទេសហោះដែលទាញដោយសត្វកណ្ដៀរលាមកពីក្បាលដោយបដិញ្ញាបំផ្លាញវាដោយផ្ទាល់កាត់តាមសមរភូមិនិងដោយផ្ទាល់ទៅកាន់វិមានរបស់អតីតភរិយារបស់គាត់គឺទេពធីតាអាណាព្យាបាលនេះគឺជាខ្សែការពារចុងក្រោយរបស់ទេពធីតាអាណាព្យាបាលនៅទីបំផុតគ្មានពួកឧទាមណាម្នាក់នៅរស់រានមានជីវិតឡើយពួកគេទាំងអស់ត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយសេត